នៅក្នុងទី2ដែលនិយាយពីធានបတ်ការផលិតស្រាចេកចេកចំពោះសម្ភារៈរបស់យើងគឺមានផ្លែចេកចំពោះផ្លែចេកគឺយើងប្រើ5គីឡូហើយទី2គឺធំទឹកសម្រាប់ដាក់ចេកដើម្បីយើងទុកឲ្យបានយូរមួយគឺយើងប្រើទឹកចំនួន4លីត្រយើងប្រើទឹកចំនួន4លីត្រទី5គឺយើងប្រើមេដំបែឬក៏យីស្រាទី6គឺយើងប្រើចង្ក្រានក្រាស់ទី7គឺវែកសម្លមួយសម្រាប់កូនពេលដែលយើងធ្វើវាហើយចឹងយើងត្រូវកូរវាទី8គឺយើងយោមានមុខកាត់1សង់ទីម៉ែត្របាល់កង់មួយប្រដាប់បាញ់កាវមួយហើយនឹងកាវទៀនហើយការយើងយកសម្រាប់បាញ់ជាប់ជាមួយនឹងឧបករណ៍របស់យើងហ្នឹងមានស្រោមដៃចំពោះសម្ភារៈរបស់យើងគឺអស់ក្នុងហ្នឹងចូលដល់ដំណើរការទី1គឺយើងត្រូវបកសម្បកចេកឲ្យបានស្អាតហើយយើងចាប់ផ្ដើមលាងទឹកចេកបន្ទាប់មកយើងចាប់ផ្ដើមយកចេកមកច្របាច់ឲ្យវាម៉ត់ដោយសារយើងអត់មានម៉ាស៊ីនអញ្ចឹងយើងត្រូវច្របាច់ដៃហើយយើងយកចេកដែលយើងបានច្របាច់ហើយហ្នឹងដាក់ចូលទៅក្នុងឆ្នាំងចាក់ទឹកចំនួន4លីត្រចូលហើយកូរវាឲ្យពុះនៅពេលដែលវាពុះហើយយើងចាប់ផ្ដើមទុកឲ្យវាត្រជាក់សិនហើយចាំយើងដាក់យីសចំនួន2ស្លាបព្រាចូលបន្ទាប់មកយើងកូរវាឲ្យសព្វដើម្បីឲ្យវាចូលគ្នាហើយនេះគឺជាសកម្មភាពដែលយើងយកកម្របនៃធុងហ្នឹងមកតភ្ជាប់ជាមួយនឹងខ្សែដើម្បីឲ្យឧស្ម័នចេញតាមខ្សែហ្នឹងឬក៏ទយោហ្នឹងចេញមកក្រៅតាមរយៈខ្សែហើយនេះយើងយកដប1លីត្រកន្លះឬក៏ដបកន្លះលីត្រក៏បានដែរយើងដាក់ទឹកចូលនៅក្នុងដបហ្នឹងដែលយើងបានកាត់យើងបានធ្វើរួចរាល់រងចាំរយៈពេល2សប្តាហ៍ឬក៏14ថ្ងៃហ្នឹងហើយនេះយើងបន្ទាប់ពីយើងធ្វើបាន1ថ្ងៃលទ្ធផលដែលយើងបានទុករយៈពេល14ថ្ងៃគ្រប់ចំនួនដែលយើងត្រូវបានប្រមូលនេះជាសកម្មភាពដែលយើងបានជូតដបមុននឹងយើងដាក់ចូលនេះជាសកម្មភាពដែលយើងយកកាកដែលវាអណ្តែតនៅខាងលើហ្នឹងដកវាចេញបន្ទាប់មកយើងយកម្ដងមកវែកហើយយើងដាក់ចូលទៅក្នុងសំណាញ់ដើម្បីត្រង់កាកនេះជាអ្វីដែលយើងបានត្រង់រួចរាល់ហើយខ្ញុំក៏បានចាប់ផ្ដើមត្រង់ម្ដងនៅពេលដែលខ្ញុំដាក់ចូលទៅក្នុងដបដែលប្រើសំណាញ់ការស្នៃប្រឌិតនៅផលដែលនៅក្នុងស្រុកហើយមួយទៀតគឺយើងអាចផលិតជាអកលដែរហើយថាយកចេញពីស្រាហ្នឹងប្រហែល20មកជំទប់ប្រហែល12%ចាចំពោះប្រធានបទរបស់ខ្ញុំគឺការផលិតស្រាចេញពីផ្លែចេកគឺត្រូវបានបញ្ចប់ចាសូមអរគុណអ្នកគ្រូនិងអរគុណអ្នក